ព្រះនាងនាគសោមាឆ្នាំទី01នៃប្រវត្តិសាស្ត្រខ្មែរមានមេដឹកនាំជាស្ត្រីព្រះនាងនាគសោមាជាម្ចាស់ក្ត្រីនៃនគរខ្មែរដំបូងក្រោយមកព្រះរាងរៀបអភិសេកជាមួយស្ដេចមកពីនគរឥណ្ឌាឈ្មោះព្រះថោងជាភាសាខ្មែរប្រវត្តិដើមស្រុកខ្មែរថ្មីខ្លះទៀតនាដើមសតវត្សទី1គេអាចស្គាល់បានដោយសារឯសារកត់សម្គាល់មួយចំនួនរបស់អ្នកដំណើរចិនដែលបានទៅដល់ស្រុកខ្មែរក្នុងសតវត្សទី3ព្រះបាទហ៊ុនទៀនព្រះនាងលីវយីអ្នកដំណើរចិនបានស្គាល់ស្រុកខ្មែរជាយូរយារណាស់មកហើយគេបានដាក់ឈ្មោះហៅនិងកត់ត្រាថានគរហ្វូណនតែបើតាមអ្នកស្រាវជ្រាវខ្លះឈ្មោះនេះមិនមែនជាពាក្យចិនទេហើយនៅក្នុងពង្សាតាខ្មែរគេក៏មិនដែលឃើញមានពាក្យនេះដែរអ្នកប្រវត្តិវិទូផ្សេងទៀតដោយសំអាងទៅលើសាលាចារិកបានយល់ថាពាក្យហ្វូណនคล้ายមកពីពាក្យភ្នំដូច្នេះស្រុកខ្មែរជំនាន់ដើមមានឈ្មោះថានគរភ្នំឯកសារចិនដដែលបានកត់ត្រាទុកមកថាកាលនោះនៅស្រុកខ្មែរឬនគរភ្នំមានស្ដេចស្រីមួយអង្គសោយរាជស្ដេចស្រីនោះមានព្រះនាមលីវយីប្រជាជនខ្មែរគោរពបូជានាគដែលគេចាត់ទុកជាព្រះអាទិទេពនាំមកនៅក្តីចម្រុងចម្រើនសម្បូរសប្បាយដល់ប្រទេសជាតិដូច្នេះហើយបានជានៅពង្សាតាវខ្មែរគេតែងនិយាយអំពីនាងនាគពីស្ដេចភុជង្គនាគនិងនាមនាគថ្ងៃមួយស្ដេចបរទេសមួយអង្គឈ្មោះហ៊ុនទៀនដែលគោរពបូជាព្រហ្មញ្ញសាសនាបានលើកទ័ពតាមសំពៅកាត់ឆ្លងតាមសមុទ្រចូលមកវាយប្រហារលុកលុយកាន់កាប់ត្រួតត្រានគោហ្វូណនតែបន្ទាប់មកស្ដេចហ៊ុនទៀនក៏បានរៀបអភិសេកជាមួយនឹងព្រះនាងលីវយីហើយបានឡើងសោយរាជសម្បត្តិនៅនគរហ្វូណនចាប់ពីថ្ងៃនោះមកកូរុងសោមាប្រដើមសតវត្សទី1ប្រចុងសតវត្សទី1រជ្ជកាលប្រពាក់កណ្ដាលសតវត្សទី1 52នៃសជាអ្នកគ្រប់គ្រងគោភ្នំនិងជាក្សត្រទី1នៃគោកធ្លុកសោយរាជរសតវត្សទី1ព្រះនាងក៏ជាមេដឹកនាំស្រីទី1នៃប្រទេសកម្ពុជាដែរព្រះនាងជាព្រះមហេសីនៃកូរុងកណ្ឌិនឲ្យទី1ព្រះនាមបើតាមឈ្មោះសោមាមានន័យថាកូនព្រះច័ន្ទឬខែលាវយេកប្រែថាស្លឹកសូរនិងនាងនាគមានន័យថាជាស្រីនាគឬនាគញីតែបើតាមលោកអាដឺម៉ាលឺក្លេលោកបានបញ្ជាក់ថាមានពួកកុលសម្ព័ន្ធមួយឈ្មោះនាគដែលជាអ្នកស្រុកដើមនៅឥណ្ឌាក៏មានសង់ផ្ទះដូចខ្មែរដែរដែលមានសសរខ្ពស់ដូចគ្នាព្រេងនិទានបើតាមសាលាចារឹកនៅមីសឿនកម្ពុជាក្រោមដែលគេបានសិក្សាកំណត់ថាចាឆ្លាក់នៅក្នុងពុទ្ធ558ព្រះមហាក្សត្រខ្មែរទី1មានព្រះនាមថាកៅណ្ឌិនសាលាចារឹកនោះបានបញ្ជាក់ថាព្រះអង្គបានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍អវត្តថាមុនសម្រាប់យកទៅចោលផ្សងកំណត់ទឹកដីដែលត្រូវរៀបចំគោលំពែងនោះបានធ្លាក់ចំគោកធ្លុកឬស្រុកខ្មែរសពថ្ងៃនេះបន្ទាប់មកព្រះកៅណ្ឌិនត្រូវបានរៀបអភិសេកជាមួយនឹងព្រះនាងសោមាដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគលីវយីលាវយេកព្រះនាងគឺជាស្ដេចស្រីដែលគ្រងរាជ្យនៅនគរភ្នំទី1ក្នុងប្រវត្តិសាស្ត្រខ្មែរកំឡុងដើមសតវត្សទី1នៃស52